ហើយយើងបាន calculation យើងបាន estimate ថាប្រមាណជាខ្ទង់179,000តោននៃ Fabric Vest ហ្នឹងគឺបានបង្កើតឡើងជារៀងរាល់ឆ្នាំដើម្បីឲ្យមានការប្រកួតប្រជែងជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតគឺយើងចាប់ផ្ដើមអភិវឌ្ឍដូចជាគោលនយោបាយក៏ដូចជា implementation ដើម្បីឲ្យប្រទេសរបស់យើងក៏ជាឧស្សាហកម្មរបស់យើង more circular សំណល់វាអនុភ័ណ្ឌគឺដូចដែលខ្ញុំបានលើកឡើងពីមុនមកអញ្ចឹងគឺមាន material ជាច្រើននៅក្នុងហ្នឹងមានពណ៌ហើយពណ៌ហ្នឹងគេប្រើសារធាតុលោហៈធ្ងន់នៅក្នុងហ្នឹងអញ្ចឹងបើយើងអត់គ្រប់គ្រងបានល្អទេឬក៏យើងយកទៅកប់យកទៅដុតវាធ្វើឲ្យប៉ះពាល់ដល់ដីដល់ទឹកដល់បរិស្ថានដល់ខ្យល់ជាដើមអញ្ចឹងទាំងអស់ហ្នឹងគឺជាចុងក្រោយគឺ affect គឺយើងអ្នកប្រើប្រាស់ដែរជំរាបសួរនិងស្វាគមន៍មកកាន់ podcast Behind Your Wardrobe នៅក្នុង podcast នេះយើងនឹងជជែកគ្នាអំពីផលប៉ះពាល់ទៅដល់បរិស្ថានដោយសារតែផលិតកម្មនិងការប្រើប្រាស់សម្លៀកបំពាក់លើតម្រូវការនាងខ្ញុំសំវរីរតជាអ្នកសម្របសម្រួលកម្មវិធីនៅថ្ងៃនេះនៅវគ្គមុនយើងបានជជែកគ្នាអំពីរបៀបកាត់បន្ថយសំណល់និងការសម្គាល់សម្លៀកបំពាក់ដែលមានគុណភាពដោយឡែកនៅវគ្គនេះយើងនឹងយល់ដឹងអំពីទិដ្ឋភាពមួយទៀតនោះគឺការគ្រប់គ្រងកាកសំណល់វាយនភ័ណ្ឌនៅប្រទេសកម្ពុជាអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅជួបគ្នាជាមួយវាគ្មិនយើងទាំងអស់គ្នាជំរាបសួរបងបាទជំរាបសួរបាទរត់ជាតបងសូមជួយណែនាំខ្លួនជាមុនសិនមកបងបាទខ្ញុំមកឈ្មោះប៊ុនឡុងហើយបច្ចុប្បន្នខ្ញុំធ្វើការនៅ GIZ ខាងផ្នែកទីប្រឹក្សាលើគោលនយោបាយបរិស្ថានដែលខ្ញុំផ្ដោតទៅលើតទៅជាមួយនឹងការកែច្នៃឡើងវិញហើយនឹងសេដ្ឋកិច្ចចក្រាជាតបងអាចជួយណែនាំតកតងជាមួយនឹងគោលការណ៍ circularity ឬមួយក៏សេដ្ឋកិច្ចចក្រាហើយតើគោលការណ៍ហ្នឹងអាចយកមកអនុវត្តនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរឬវាយនភ័ណ្ឌនឹងបានដោយរបៀបណាបងអូខេបាទបរិរតចំពោះសេដ្ឋកិច្ចចក្រាគឺសំដៅទៅលើពាក្យសេដ្ឋកិច្ចបូកចក្រាជាសេដ្ឋកិច្ចគឺមានន័យថាថវិកាឬក៏ធនធានហើយចក្រាគឺរង្វង់ឬក៏ជាការវិលជុំជាបើយើងបូកពាក្យនឹងចូលគ្នាគឺមានន័យថាដំណើរការដែលយើងប្រើប្រាស់ធនធានឲ្យអស់ពីលទ្ធភាពអញ្ចឹងបើយើងឧទាហរណ៍នៅក្នុងខ្សែចង្វាក់បដកម្មជានៅក្នុងខ្សែចង្វាក់បដកម្មគឺដំណើរការរបស់វាគឺតែងតែបង្កើតជាសំណល់អញ្ចឹងនៅក្នុងដំណើរការរបស់ខ្សែចង្វាក់បដកម្មហ្នឹងគឺបើយើង apply ក្នុងសេដ្ឋកិច្ចចក្រាចូលទៅយើងធ្វើម៉េចដើម្បីកុំឲ្យមានសំណល់ឬក៏មានសំណល់តិចតួចបំផុតនៅក្នុងនោះអញ្ចឹងដើម្បីឲ្យយើងនឹងប្រើប្រាស់ធនធានហ្នឹងទៅគឺចំណេញដល់ថវិកាចំណេញដល់ធនធានបរិស្ថានរបស់យើងក៏ដូចជា self energy self cost ជាដើមចាអញ្ចឹងនៅក្នុងឧស្សាហកម្មកាត់ដេរវិញយើងអាច apply វាដោយរបៀបណាដែរហ្មងបាទអញ្ចឹងបើយើងប្រៀបធៀបជាមួយនឹងវិស័យកាត់ដេរនៅស្រុកខ្មែរដោយសារតែបើយើងនិយាយពីខ្សែចង្វាក់បដកម្មទាំងមូលហ្មងគឺវាមានទាំងការដាំដុះការត្បាញទៅជាកណាត់ហើយនឹងការប្រើប្រាស់កណាត់ដើម្បីកាត់ទៅជាកៅអៅអញ្ចឹងចំពោះ case ក្នុងស្រុកខ្មែររបស់យើងគឺយើងជាប្រទេសដែល cut make trim គឺយើងកាត់កណាត់ទៅជាបំលែកហើយយើងផ្គុំចូលគ្នាដើម្បីកាត់ទៅជាកៅអៅមួយអញ្ចឹងនៅក្នុង case ខ្មែររបស់យើងហ្នឹងគឺនៅពេលដែលយើងកាត់ទៅជាកៅអៅនីមួយៗឧទាហរណ៍ថាយើងមានfabric roll មានថាម្ដុំកណាត់ម្ដុំអញ្ចឹងទៅយើងកាត់ទៅតាមអ្វីដែលគេ design តាម pattern អញ្ចឹងណាជាងថាដូចជាកៅអៅអញ្ចឹងវាមានដៃវាមានខ្លួនអញ្ចឹងគេកាត់មួយហើយអញ្ចឹងឲ្យបំលែកទូដែលគេកាត់មួយហ្នឹងគឺគេចង់ប្រើប្រាស់វាដើម្បីទៅជាកៅអៅឡើងវិញជាដើម្បីបានទៅជាកៅអៅឡើងវិញនឹងបានគេយកវាកាតិកណាត់ហ្នឹងទៅជាវាយទៅជាសម្លៃហើយគេរង្វិលវាទៅជាសរសៃអំបោះហើយគេត្បាញទៅជាកណាត់ឡើងវិញអញ្ចឹងបើយើងនិយាយទៅជាមួយនឹងខាងវិស័យកាត់ដេរគឺសេដ្ឋកិច្ចចក្រា mainly គឺវានៅក្នុងនឹងស្រាប់ហើយតើគ្រាន់តែវា broad ពេកហើយ topic ហ្នឹងអ្នកខ្លះគឺថ្មីជាងនេះក៏អត់យល់ថានេះគឺជាសេដ្ឋកិច្ចចក្រាតែ mainly គឺយើងបានអនុវត្តហើយប៉ុន្តែថាតើអនុវត្តនឹងបានប៉ុណ្ណាគឺវាមានកម្រិតចាបងអាចជួយនិយាយបានថានៅប្រទេសកម្ពុជាតើនៅមានកម្រិតហ្នឹងយើងនៅក្នុងកម្រិតមួយណាដែរបងបាទទី1បើយើងនិយាយទៅជាមួយនៅខាងគោលនយោបាយយើង focus ដំបូងគឺគោលនយោបាយខាងអ្នកកាត់ដេរខាងរោងចក្រតែផ្ទាល់តែម្ដងជាងនៅក្នុងរោងចក្រនីមួយៗគឺគាត់យល់ដឹងថាតើគាត់ប្រើប្រាស់លក្ខណៈថា production របស់គាត់ហ្នឹងគឺគាត់ mainly focus ទៅលើ economic គាត់ធ្វើមិនប្រើប្រាស់ទុនធានរបស់គាត់ហ្នឹងគឺឲ្យអស់លទ្ធភាពអាហ្នឹងគាត់យល់ជាផ្នែកមួយនៃសេដ្ឋកិច្ចចក្រាប៉ុន្តែដើម្បីក្នុងការបង្កើតឲ្យវាកាន់តែធំជាងនឹងឧទាហរណ៍ថានៅពេលដែលគាត់ចាប់តាមធ្វើ production គឺគាត់មាន invest ចេញពី production របស់ពួកគាត់និងពីខ្សែចង្វាក់បដកម្មអញ្ចឹងតែដំណោះស្រាយនៅក្នុងការយកឡើងវិញប្រើប្រាស់ដើម្បីម្ដងទៀតគឺថានឹងមានកម្រិតនៅក្នុងស្រុកខ្មែរយើងវាអាចថា link ជាមួយនឹងខាង infrastructure ទៅនឹងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធហើយ link ជាមួយនឹងខាងគោលនយោបាយរបស់រដ្ឋាភិបាលក៏ដូចជា incentive ផ្សេងៗដែលជាគ្រប់គ្រងក្នុងការកែច្នៃឡើងវិញបាទអូខេ
មួយវិញទៀតខ្ញុំចង់ដឹងទៅលើថាតើកាកសំណល់វាអ្នកភ័ណ្ឌនៅប្រទេសកម្ពុជាហ្នឹងមានប្រមាណភាគរយដែរបងចំពោះភាគរយតែម្ដងគឺយើងពិបាកដែរដោយសារតែវាតាមឆ្នាំនីមួយៗដោយសារតែយើងត្រូវដឹងថានៅស្រុកខ្មែរយើងគឺជាប្រទេស producing country គឺជាប្រទេសដែលផលិតខោអាវអញ្ចឹងបើយើងនិយាយទៅជាមួយនឹងខ្សែចង្វាក់ផលិតកម្មគឺវាមានច្រើនហើយវាមានតាំងពីការដាំដុះដូចថាបើសិនជាផ្ដោតទៅលើការដាំដុះកប្បាសអញ្ចឹងវាដំណើរការពីការដាំដុះពីដល់ត្បាញដែលជាកណាត់ហើយប្រកាសដូចជាកណាត់ហើយគឺការប្រើប្រាស់ថា production ក្នុងការផលិតជាសម្លៀកបំពាក់ជាងនៅស្រុកខ្មែរយើងគឺយើង focus ទៅលើការ import roll នៃ fabric ហ្នឹងគឺជាដុំកណាត់ដើម្បីកាត់កៅអៅជាចូលទៅក្នុងស្រុកហើយយើងជាប្រទេសដែលកាត់អាហ្នឹងវាហៅថា CMT cut make trim មានយើងកាត់ជាបំណែកផ្គុំទៅជាកៅអៅហើយយើងដេរវាអញ្ចឹងនៅស្រុកខ្មែរយើងចំពោះការកាត់ឆេះឡើងវិញហ្នឹងទៀតសោតគឺវា infrastructure គឺតិចតួចគឺតាមដែលយើងដឹងគឺមានតែពី recycler គឺថាអ្នកដែលកាត់ឆេះឡើងវិញហ្នឹងគឺនៅក្នុងស្រុកអានេះអ្វីដែលយើងដឹងតែយើងអត់ដឹងថាតើអ្នកផ្សេងទៀតតែគាត់បានដំណើរការយ៉ាងណាអញ្ចឹងដោយសារតែបញ្ហាទាំងអស់ហ្នឹងគឺយើងបានធ្វើការកណនាយើងបានទិន្នផលពី calculation ដែលយើងបាន research ពីខាងពន្ធដារហើយយើងបាន calculation យើងបាន estimate ថាប្រហែលជាខ្ទង់ 179,000 តោននៃ fabric waste ហ្នឹងគឺបានបង្កើតឡើងជារៀងរាល់ឆ្នាំតែ data ហ្នឹងគឺយើងវាអាចនឹងប្រែប្រួលទៅតាមឆ្នាំដោយសារតែការ import ការនាំចូលកណាត់ដើម្បីកាត់នៅក្នុងស្រុកខ្មែរយើងគឺវាអាចប្រែប្រួលទៅតាម order ពីអ្នកបញ្ជាទិញចាខ្ញុំចង់ដឹងមួយទៀតតកតងជាមួយនឹងប្រព័ន្ធកែច្នៃតើចាប់ផ្ដើមពីផលិតនៅក្នុងរោងចក្ររហូតទៅដល់យកទៅកែច្នៃឡើងវិញហ្នឹងវាមាន process អីខ្លះនៅក្នុងហ្នឹងបងបាទជានៅក្នុងការកែច្នៃឡើងវិញគឺការវែកញែកមានថាការបែងចែកប្រភេទនៃកណាត់គឺសំខាន់មែនទែនដោយសារតែបើយើងនិយាយទៅជាមួយនឹងការកាត់ដេរគឺមានពណ៌កៅអៅស្អាតរបស់យើងមានពណ៌ខ្មៅពណ៌សពណ៌អីចឹងណាយើង imagine ថាកៅអៅរបស់យើងហ្នឹងគឺមានច្រើនប្រភេទហើយច្រើន material ហ្នឹងឧទាហរណ៍ថាវាមានធ្វើពីកប្បាសធ្វើពី polyester ឬក៏សារធាតុផ្សេងៗទៀតជាទាំងអស់ហ្នឹងគឺគេត្រូវបែងចែកទៅតាមពណ៌ទៅតាមរុក្ខធាតុរបស់វានីមួយៗមុនពេលតែគេជាវាទៅកែច្នៃអញ្ចឹង process មួយហ្នឹងគឺវាដើរតួសំខាន់មែនទែនក្នុងការឲ្យយើងនឹងអាចកែច្នៃឡើងវិញបានហើយការកែច្នៃឡើងវិញវាអាចតាម material ដែរជាខ្ញុំយកឧទាហរណ៍ជាក់ស្ដែងគឺកប្បាសឬក៏ cotton ហ្នឹងជាចំពោះអ្នកកែច្នៃ cotton 100% គឺគាត់បែងចែកទៅតាមពណ៌ហើយទៅតាមប្រភេទនីមួយៗដោយសារតែវាពេលខ្លះវាបែងចែកទៅតាមនៅក្នុងកៅអៅមួយវាបែងចែកថាកតង់ 70% ខ្លះ 60% ឬក៏ 80% បូកជាមួយនឹងសារធាតុផ្សេងៗទៀត20 30ទៅតាមនឹងអញ្ចឹងគេបែងចែកទៅតាម material នីមួយៗហ្នឹងឬក៏កតង់ហ្នឹងគឺ 100% សុទ្ធហ្មងជាងនៅពេលដែលគាត់ recycle គឺគាត់ត្រូវវាយវាដូចជាសូលីហើយគាត់ចាប់ផ្ដើមមានម៉ាស៊ីនប្រកបហ្នឹងគឺត្បាញទៅជាវាមានត្បាញគេហៅថាវារវៃវាទៅជាសរសៃអំបោះហង Yes នៅខ្មែរយើងមានរោងចក្រឬមួយក៏កន្លែងដែលធ្វើកែច្នៃទាំងអស់ហ្នឹងត្រូវអត់បងនៅខ្មែរយើងហ្នឹងគឺមាន2តាមដែលខ្ញុំបានដឹងតែមួយគឺគាត់ទទួលស្គាល់មានន័យថាគាត់ compliant ទៅតាមសង្គមក៏ដូចជាខាងបរិស្ថានហើយបច្ចុប្បន្នហ្នឹងគឺគាត់កំពុងតែដំណើរការល្អដោយសារតែវាជាតម្រូវការដោយសារតែ brand ក៏ដូចជាខាងរោងចក្រកាត់ដេរនីមួយៗគឺគាត់មានកាតព្វកិច្ចក្នុងការយករបស់ពួកគាត់ហ្នឹងទៅកែច្នៃឡើងវិញចាខ្ញុំចង់ដឹងថាតើនៅក្នុងវិស័យវាអ្នកភ័ណ្ឌហ្នឹងហ្មងតើប្រភពមកពីណាដែលបន្សល់កាកសំណល់ច្រើនជាងគេតើនៅក្នុងរោងចក្រឬមួយក៏អាចថាអ្នកប្រើប្រាស់បន្សល់ច្រើនជាងហ្មងបាទចំពោះពួកយើងសិក្សាតែនៅក្នុងរោងចក្រដែលសារតែស្រុកខ្មែរយើងគឺជាប្រទេសផលិតសម្លៀកបំពាក់អញ្ចឹងបើយើង compare ជាមួយនឹងការលក់គឺយើងអត់លក់នៅក្នុងស្រុកទេភាគច្រើនកៅអៅដែលយើងផលិតហើយគឺយើងនាំចេញទៅខាងក្រៅអញ្ចឹងគឺយើង focus more ទៅលើកតិកណាដែលចេញពីខាងរោងចក្រកាត់ដេរដែលយើងហៅឈ្មោះពេញហ្មងគឺកតិកណាក្រោយឧស្សាហកម្មឬក៏ post industrial sector waste អញ្ចឹងអ្វីនេះដែលយើង focus លើ recycling លើផ្នែកមួយហ្នឹងហើយមួយទៀតវាអាច a bit challenge សម្រាប់យើងក្នុងការ understand ពីកតិកណាឬក៏កណាត់ដែលចេញពីដែលយើងប្រើប្រាស់ហើយអញ្ចឹងដូចជាកៅអៅដែលយើងពាក់ហើយអានេះវាមានlimited knowledge ចាតើអញ្ចឹងវាជាបញ្ហាមួយសម្រាប់កម្ពុជានៅពេលដែលយើងអត់សូវយល់ច្បាស់អាចថាវានៅមានកម្រិតអញ្ចឹងណាបងបាទវាអាចថាជាបញ្ហា
ប៉ុន្តែស្របពេលហ្នឹងគឺរាជរដ្ឋាភិបាលក៏ដូចជាមានដៃគូសហការអន្តរជាតិផ្សេងៗទៀតពួកគាត់ចាប់ផ្ដើមរួមគ្នាដើម្បី support ក្នុងការកែច្នៃឡើងវិញមួយទៀតដើម្បី support ក្នុងការ industry របស់យើងហ្នឹងគឺ more competitive មានការប្រកួតប្រជែងកាន់តែខ្លាំងដោយសារតែនៅក្នុងតំបន់គឺមិនមែនមានតែខ្មែរមួយដែលជាប្រទេស producing country មានដូចជាប្រទេសវៀតណាមបង់ក្លាដេសប៉ាគីស្ថានជាដើមអញ្ចឹងដើម្បីឲ្យមានការប្រកួតប្រជែងជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតគឺយើងចាប់ផ្ដើមអភិវឌ្ឍដូចជាគោលនយោបាយក៏ដូចជា implementation ដើម្បីឲ្យប្រទេសរបស់យើងក៏ជាឧស្សាហកម្មរបស់យើង more circular ហើយបញ្ហាធំមួយទៀតនេះគឺតើតើជាមួយនឹងខាង global policy ឧទាហរណ៍ថា recently នេះគឺមាន policy ថ្មីមួយចេញពីអឺរ៉ុប not ថ្មីអាចថាមួយឆ្នាំពីរឆ្នាំហើយប៉ុន្តែគេនឹង enforcement នឹងចាប់ផ្ដើមដាក់ចូលនៅក្នុងគេហៅថា implementation នៅឆ្នាំក្រោយនោះគឺជា policy ដែលឈ្មោះថា eco design for sustainable product responsibility អាហ្នឹងគេតម្រូវឲ្យអ្នកដែលម្ចាស់ក្រុមហ៊ុនធំៗហ្នឹងដែលជា brand big ធំៗហ្នឹងគឺគាត់មាន responsible ក្នុងការកែច្នៃវត្ថុធាតុដែលគាត់ផលិតទាំងជាកៅអៅរបស់គាត់ចានៅក្នុងការកែច្នៃហ្នឹងតកតងទៅលើអីដែរបងអាចថាកណាត់ឬមួយក៏របៀបគាត់ផលិតកៅអៅឬមួយក៏មិនបងបាទក្នុងការកែច្នៃហ្នឹង concept ដែលយើង encourage មែនទែនគឺតើតើជាមួយនឹងឈ្មោះ closed loop system គឺឬក៏ textile to textile recycling មានន័យថាគេកែច្នៃពីកតិកណាត់ដែលចេញពីកៅអៅទៅជាកៅអៅឡើងវិញបាទអញ្ចឹង system មួយហ្នឹងគឺវា more sustainable ហើយវាអាចឲ្យយើងនឹង recycle បានច្រើនដងវាខុសពី open system ដែលយើងកែច្នៃពីកតិកណាត់ដែលចេញពីកៅអៅដូចជាដល់ plastic for example ដូចគេប្រើប្រាស់ material ឈ្មោះ polyester ប៉ុន្តែការ recycling rate របស់ពួកគាត់ហ្នឹង system មួយហ្នឹងគឺបានតែម្ដងឬក៏ពីរដងឯងអញ្ចឹងយើងអាច recycle ម្ដងទៀតបានទេអញ្ចឹងយើង focus more ទៅលើ textile to textile recycling ចាតែតាមខ្ញុំដឹងពេល textile to textile recycling ក៏អាចថាជាផលវិបាកមួយដែរព្រោះកៅអៅវាត្រូវតែធ្វើចេញពីកណាត់តែមួយឬមួយក៏ material តែមួយបានអាច recycle បានអាហ្នឹងវាមិនវិញហ្មងអាហ្នឹងគឺត្រូវការទីមួយទៅទាំងជាមួយនឹង technology ហើយក៏ដូចជា infrastructure នៅក្នុងប្រទេសរបស់យើងជាបើសិនជាយើងខ្វះបច្ចេកវិទ្យាក្នុងការកែច្នៃឡើងវិញក៏ដូចជាក្នុងការបែងចែកសំណល់វាអាចនឹង challenge មួយដែរអញ្ចឹងគឺពេលខ្លះគឺយើងត្រូវប្រមូលមានជាឈ្មោះកណ្ដាលមួយគេហៅថាអ្នកបញ្ជាទិញសម្រាមឬក៏ waste collector ដែលគាត់ប្រមូលសម្រាមហ្នឹងគឺគាត់ជាអ្នក stock គាត់បែងចែកគាត់ stock ទុកជាងហើយឬក៏ recycler ខ្លួនគាត់គាត់ stock ទុកឬក៏គាត់ទិញបន្តពីអ្នកដែលគាត់លក់សម្រាមឬក៏ទិញសម្រាមវាជាអ្នកភ័ណ្ឌហ្នឹងអញ្ចឹងគាត់ collect feedstock ដើម្បីប្រកួតអាច recycle បានដោយសារតែ process recycle ម្ដងគឺត្រូវការពេលវេលាជាប់គ្នាថា24ម៉ោងជាប់គ្នាអញ្ចឹងគេត្រូវការបន្តទៀតដើមហ្នឹងជា systematic គឺ flow គឺរហូតអញ្ចឹងណាអញ្ចឹងវាអាចជា challenge មួយតែជាមួយនឹង technology និង raw materialមួយទៀតដែលខ្ញុំចង់ដឹងតកតងជាមួយនឹងcycle នៃការផលិតដូចគ្នាតាមដែលខ្ញុំដឹងគឺនៅខ្មែរយើងភាគច្រើនដូចបងនិយាយមិញអញ្ចឹងមានតែ cut and trim ចាអត់មានផលិតកណាត់ហ្មងទេ very limited in term of ផលិតកណាត់តែដល់ពេលអញ្ចឹងវាប៉ះពាល់ទៅដល់ cycle ដែលយើងកែច្នៃកណាត់ហ្នឹងអត់បងអញ្ចឹងតើជាមួយនឹងខាងផ្នែកមួយហ្នឹងគឺចំពោះការ recycling គេ focus មែនទែនគឺតើជាមួយនៅខាង post industrial sector waste ឬក៏កតិកណាត់ជាក្រោយឧស្សាហកម្មដែលវាអត់ពាក់ព័ន្ធខ្លាំងជាមួយនឹងខាងឧស្សាហកម្មដែលជាផលិតកណាត់ទេជាបើសិនជាឧស្សាហកម្មផលិតកណាត់គឺអាចនឹងថា another system សម្រាប់ recycle ឧទាហរណ៍គឺការប្រើប្រាស់ទឹកដើម្បីផលិតកណាត់មួយគេមានដូចជាមានត្បាញហើយត្បាញនេះហើយគេមានតែការលាងតែការជ្រលក់ពណ៌ជ្រលក់អីចឹងអញ្ចឹងវាអាច another problem more ទៅលើទៅទាំងខាង water ហើយនឹងសំណល់រាវវិញចឹងបាទបងអាចនិយាយបន្តិចតួចបានតកតងជាមួយនឹងសំណល់តកតងមួយនឹងwater waste អូខេចំពោះ water waste ដែលយើងស្រុកខ្មែរយើងគឺអត់សូវមានច្រើនគឺមានតិចមែនតើប៉ុន្តែភាគច្រើនដែលមានហ្នឹងគឺគាត់លាងប្រើប្រាស់ទឹកហ្នឹងគក់នៅពេលដែលក្អៅគេផលិតទៅជាក្អៅមួយហើយគេគក់វិញអាហ្នឹងមកនៅក្នុងស្រុកខ្មែរយើងអញ្ចឹងទៅបញ្ហារបស់យើងតើទៅជាមួយនឹង fabric waste water គឺវាអត់សូវមានច្រើនអាហ្នឹងចំពោះ case ដែលខ្ញុំបានដឹងប៉ុន្តែចំពោះខាងឧស្សាហកម្មបោកគក់នៅស្រុកខ្មែរយើងវិញបើសិនជាពួកគាត់ឲ្យមានការ treat ឬការច្រោះទឹកឲ្យបានល្អ
ដោយសារតែពណ៌នីមួយៗគេប្រើលក្ខហើយលក្ខហ្នឹងមានសារធាតុលោហៈធ្ងន់ដែលវាអាចប៉ះពាល់ដល់ជីវជាតិជីវសាស្ត្រដែលនៅក្នុងទឹកទន្លេឬក៏មនុស្សដែលប្រើប្រាស់ទឹកហ្នឹង បងអាចជួយនិយាយបានអត់តាក់ទងជាមួយនឹងប្រព័ន្ធគ្រប់គ្រងកាកសំណល់វាយនភ័ណ្ឌនៅកម្ពុជាហ្មង បាទចំពោះប្រព័ន្ធគ្រប់គ្រងវាយនភ័ណ្ឌនៅកម្ពុជារបស់យើងហ្នឹងគឺmainly បើយើងនិយាយទៅជាមួយខាងឧស្សាហកម្មគាត់ផលិតជាកៅអៅហើយបន្ទាប់ពីផលិតជាកៅអៅគឺគាត់មានកាកសំណល់ចេញពីកន្លែងផលិត production របស់ពួកគាត់ហ្នឹងអញ្ចឹងអ្នកដែលទទួលឬក៏អ្នក collect ពី waste ចេញពីកន្លែងរោងចក្រនីមួយៗវាមានច្រើនផ្នែកមានដូចជា waste collector អ្នកប្រមូលសំរាមឬក៏ជា recycler ផ្ទាល់តែម្ដងក៏ជាអ្នកប្រមូលសំរាមអញ្ចឹងពួកគាត់ប្រមូលហើយចំពោះ recycler ខ្លួនគាត់គឺគាត់ប្រមូលហើយគឺគាត់កែច្នៃខ្លួនឯងហើយចំពោះ collector វិញគាត់គ្រាន់តែប្រមូលមកគាត់ sort មានន័យថាគាត់បែងចែកទៅតាមពណ៌ទៅតាមប្រភេទហើយគាត់លក់ទៅឲ្យ recycler នៅក្នុងស្រុកឬក៏គាត់លក់ទៅខាងក្រៅប្រទេសយ៉ាប់ហើយចំពោះ recycler ទៀតសោតនៅស្រុកខ្មែររបស់យើងហ្នឹង case អាចថា special មួយដែរដោយសារតែពួកគាត់មិនមែនតែ recycle ទៅជា fiber ទេទៅជាសម្លៃទេគាត់ត្បាញវាគាត់រវៃវាទៅជាទៅសៃអំបោះហើយគាត់យកសៃអំបោះហ្នឹងទៅលក់ទៅឲ្យប្រទេសផ្សេងៗទៀតដែលជាដៃគូរបស់ពួកគាត់ជានេះជា system នៃ recycling ធ្វើសារវេសនៅស្រុកខ្មែរយើងចាចុះបើកាកសំណល់ទាំងអស់ហ្នឹងយើងអត់បានយកទៅកែច្នៃតើវាបន្សល់ទុកទៅកាន់ប្រភពណាវិញហ្មងបាទចំពោះ another practice នៅស្រុកខ្មែរយើងមួយទៀតតើទៅជាមួយនឹងខាងការគ្រប់គ្រងសំណល់ឧស្សាហកម្មគឺពួកគាត់ធ្វើការជាមួយនឹងខាងអ្នកប្រមូលសម្រាមតែពីច្រើនសម្រាមទាំងអស់ហ្នឹងគឺគេប្រមូលហើយដាក់ចោលនៅក្នុង landfill នៅក្នុងទីលានចាក់សម្រាមអញ្ចឹងទាំងអស់ហ្នឹងគឺជាមិនអ្វីដែលម្ចាស់ brand ឬក៏អ្នកបញ្ជាទិញគាត់ចង់បានក៏ដូចជា policy របស់យើងគឺគាត់យើងអត់ encourage ពួកគាត់ក្នុងការយកទៅដុតឬក៏ចោលនៅក្នុងសម្រាមទេអញ្ចឹងដូចខ្ញុំបានmention ถึง .1 គឺ another case គឺយើងបានឃើញព័ត៌មានមួយចំនួនលើ online ថាមាន break here គឺកន្លែង law ហ្នឹងគឺគាត់ប្រើប្រាស់កតិកណាត់យកទៅដុតដើម្បីដំណើរការ production របស់ពួកគាត់អញ្ចឹងវា illegal ដែលវាអត់សមស្របទៅតាមច្បាប់អញ្ចឹងទៅធ្វើឲ្យយើងទាំងអស់គ្នានឹង encourage ខាង factory ក៏ដូចជាអ្នកដៃគូសហការដែល support ក្នុងការ recycling ក៏ដូចជា circularity ហ្នឹងឲ្យពួកគាត់នឹងទិញ resource ហ្នឹងទៅប្រើប្រាស់មានផលប្រយោជន៍ឡើងវិញចាអញ្ចឹងខ្ញុំចង់ដឹងថាតើតួនាទីរបស់ម៉ាក់ហាងឬមួយក៏ brand ហើយក៏រោងចក្រដូចគ្នាតើពួកគាត់ដើរតួនាទីយ៉ាងណាខ្លះនៅក្នុងការធានាបានថាមានការកែច្នៃកណាត់ឡើងវិញចឹងមកបាទបញ្ហាហ្នឹងគឺរៀង a bit challenge in terms of ដោយសារតែនៅពេលដែលយើង recycle ហើយយើងត្រូវគិតថាតើប្រមាណភាគរយដែលនឹងប្រើប្រាស់ផលិតជាសម្ភារបំពាក់វិញអញ្ចឹងចំពោះ brand គឺគាត់មាន challenge មួយទៅជាមួយនឹងអតិថិជនរបស់ពួកគាត់អញ្ចឹងអតិថិជនរបស់ពួកគាត់ហ្នឹងពេលខ្លះគឺគាត់ចង់បានផលិតផលដែលមាន quality ខ្ពស់ក៏ដូចជាស្អាតដូចជា modern អញ្ចឹងធ្វើឲ្យពួកគាត់ហ្នឹង a bit challenging ក្នុងការfind a solution a better solution ក៏ដូចជា technology ក្នុងការផលិតទៅជាសម្ភារបំពាក់ដែលមាន content ពពួក recycle material ហ្នឹងអាហ្នឹងទី1ទី2ទៅជាមួយនឹងខាងតម្លៃអញ្ចឹងយើងបើយើង flashback មកវិញគឺ recycling គឺមានដំណើរការច្រើនណាស់ដើម្បីបានផលិតផលមួយជាបើយើង compare ជាមួយនឹង material ដែល raw material ដែលយើង compare គ្នាទៅអាចថាតម្លៃ costing វាអាចនឹងពិបាកឬក៏ challenge សម្រាប់អ្នកដែលគាត់ producing អញ្ចឹងនេះជាបញ្ហាមួយដែរអញ្ចឹងបច្ចុប្បន្ននេះគឺមាន technology provider ជាច្រើនក្នុងការស្វែងរកដំណោះស្រាយដើម្បីជួយឲ្យដំណើរការ recycling ហ្នឹងនិងក៏ដូចជាដំណើរការក្នុងការបង្កើតទៅជាសម្ភារបំពាក់ហ្នឹងគឺ more cost effective ហើយក៏ដូចជាមានគុណភាពល្អចាបងអាចនិយាយតាក់ទងមួយនឹង technology ទាំងអស់ហ្នឹងមែនអត់បងចំពោះខ្ញុំមិនមែនជា expert ខាងហ្នឹងប៉ុន្តែតាមដែលខ្ញុំបានដឹងគឺ technology ទាំងអស់ហ្នឹងគឺពួកគាត់ត្រូវការ invention ដោយសារតែឧទាហរណ៍ជាក់ស្ដែងគឺការកែច្នៃ polyester material polyester ហ្នឹងក៏ដូចប្រភេទ plastic អញ្ចឹងplastic ហ្នឹងគឺយើងចង់បានវា recycle គឺយើងត្រូវ burn វាសិនដើម្បីវាខាត់ជាគ្រាប់ទូអញ្ចឹងអញ្ចឹងគេមានបច្ចេកវិទ្យាដើម្បីទាញវាឲ្យថ្លៃទៅជាសរសៃអំបោះឡើងវិញអញ្ចឹងបច្ចេកវិទ្យាដែលធ្វើឲ្យមិនទៅឲ្យដំណើរការហ្នឹងវាមានក្រមសីលធម៌ទៅតាមសង្គមក៏ដូចជាបរិស្ថានទៅការ investment អញ្ចឹងវាអាច add cost នៅក្នុងនឹងមួយហើយមួយទៀតខាង researching អញ្ចឹងពួកគាត់ចង់បានrecycling more ខាង sustainable ទៅកាន់ environment អញ្ចឹងពួកគាត់ទៅការ investment on research development ធ្វើឲ្យពួកគាត់នឹង
អាចថាពួកគាត់ចំណាយថវិកាច្រើនក្នុងការអភិវឌ្ឍអញ្ចឹងទៅធ្វើឲ្យបញ្ហាទាំងអស់ហ្នឹងគឺត្រូវការពេលវេលាក្នុងការdevelop ទៅកាន់មុខ yes ចាអញ្ចឹងសំណួរមួយទៀតខ្ញុំចង់សួរតាក់ទងជាមួយនឹងថាតើសំណល់វាអ្នកភ័ណ្ឌហ្នឹងបង្កផលប៉ះពាល់អីខ្លះទៅដល់បរិស្ថានបើយើងអាចបានrecycle ឬមួយក៏យកទៅកែច្នៃឲ្យបានត្រឹមត្រូវ បាទចំពោះសំណល់វាអ្នកភ័ណ្ឌគឺដូចដែលខ្ញុំបានលើកឡើងពីមុនមកអញ្ចឹងគឺមាន material ជាច្រើននៅក្នុងហ្នឹងមានពណ៌ហើយពណ៌ហ្នឹងគេប្រើសារធាតុលោហៈធ្ងន់នៅក្នុងហ្នឹងអញ្ចឹងបើយើងអត់គ្រប់គ្រងបានល្អទេឬក៏យើងយកទៅកប់យកទៅដុតវាធ្វើឲ្យប៉ះពាល់ដល់ដីដល់ទឹកដល់បរិស្ថានដល់ខ្យល់ជាដើមអញ្ចឹងទាំងអស់ហ្នឹងគឺជាចុងក្រោយគឺ affect គឺយើងអ្នកប្រើប្រាស់ដែរដូចយើងទិញយើងមានលុយក្នុងការទិញផលិតផលមួយប៉ុន្តែបើសិនជាយើងជា customer ជាអតិថិជនដែលយើងអត់គិតទៅដល់ដំណើរការទាំងអស់ហ្នឹងវាធ្វើឲ្យយើងនឹងអាចថាសប្បាយឬក៏ happy ក្នុងមួយគ្រាហ្នឹងប៉ុន្តែ in the future ដល់កូនដល់ចៅរបស់យើងគឺ another problem សម្រាប់ពួកគាត់ចាបាទសំណួរមួយទៀតតកតងជាមួយនឹងផលវិបាកនៅប្រទេសកម្ពុជាយើងផ្ទាល់តើអីទៅដែលជាថា challenge ធំជាងគេដែលកម្ពុជាជួបតកតងជាមួយនឹងការកែច្នៃកាកសំណល់វេនអ្នកភ័ណ្ឌឡើងវិញបាទចំពោះនៅកម្ពុជាយើងវិញបញ្ហាធំទី1តទៅជាមួយនឹងខាង infrastructure តាមដែលយើង imagine យើងមាន waste ច្រើនមែនតើដូចដែលខ្ញុំបាន mention គឺ179,000 តោនក្នុងមួយឆ្នាំបើវិកញ្ចក់ឆ្នាំ2024យើង imagine ថាតើបរិមាណប៉ុណ្ណឹងបូករួមជាមួយនឹង capacity នៅក្នុងស្រុកតើយើងអាចrecycle ឬយើងអាចកែច្នៃរបស់ទាំងអស់នោះបានឬក៏អត់ជាងវាជា challenge មួយតទៅជាមួយនឹងខាងហេដ្ឋារចនាសម្ព័ន្ធឬក៏ infrastructure ទី2ការយល់ដឹងចំពោះខាងរោងចក្រក៏ដូចជាខាងអតិថិជនហើយនិងខាង brand តើពួកគាត់ promote ក៏ដូចជា raising awareness ដល់អតិថិជនរបស់ពួកគាត់ក៏ដូចជាបុគ្គលិកពួកគាត់ក្នុងការsupport ក្នុងការកែច្នៃឡើងវិញក៏ដូចជា circular economy នឹងហើយចុងក្រោយគេតទៅជាមួយនឹងការtechnology ក្នុងការ support លើ research and development ដើម្បីឲ្យការកែច្នៃឡើងវិញហ្នឹងគឺទទួលបាន more better rate ក៏ដូចជាវាអាច support ទៅដល់ industrial wide sector ក្នុងការប្រើប្រាស់លើបច្ចេកវិទ្យាដែលពួកគាត់បាន develop អញ្ចឹងបើយើងគិតទៅថ្ងៃមុខទៅបងគិតថាតើមានការផ្លាស់ប្ដូរឬមួយក៏ innovation អីដែលអាចជួយកាត់បន្ថយផលប៉ះពាល់ទាំងអស់ហ្នឹងមកទីមួយតទៅជាមួយនឹងខាង technology provider ដែលពួកគាត់នឹងកំពុងតែព្យាយាមហើយគាត់មានដូចជាបណ្ដា brand ក៏ដូចជាខាង researcher ក្នុងការ develop more technology ដែល affordable សម្រាប់ industry wide ហើយទី2ដែលទៅជាមួយនឹងខាងគោលនយោបាយដូចជាដូចដែលខ្ញុំបានលើកឡើងអញ្ចឹងគឺមាន global policy មកពី EU មកពីអាមេរិកហើយក៏ដូចជាមកពីខ្មែររបស់យើងហ្នឹងក៏ចាប់ផ្ដើម develop policy ដើម្បី align ជាមួយនឹងខាង global policy ហើយបច្ចុប្បន្នហ្នឹងយើងបាន develop មិនមែនជាសតែឯងគឺខាងរដ្ឋាភិបាលហើយ GIZ ក៏ដូចជាដៃគូសហប្រតិបត្តិការមានដូចជា UNDP ជាដើមពួកគាត់ support ខាង government ដើម្បី develop NDC 4.0 ដែលជាដែលវា respond ទៅកាន់ Paris Agreement ដែលយើងធ្វើម៉េចកាត់បន្ថយការឡើងកម្ដៅផែនដីអញ្ចឹងនៅក្នុង agreement មួយចំណុចទាក់ទងជាមួយនឹងខាងការកែច្នៃឡើងវិញលើ textile industry អញ្ចឹងនៅក្នុងនោះគេបែងចែកថាដើម្បីជួយគ្រប់គ្រងក្នុងការឲ្យ system ហ្នឹងការឆ្លងវិញលើ industry textile ហ្នឹងគឺគេត្រូវការ establish centralized sorting hub មានន័យថាកន្លែងបែងចែកកាកសំណល់ទៅតាមពណ៌ទៅតាមប្រភេទរបស់ពួកវាដើម្បីវានឹងជួយជំរុញទៅដល់ការ recycling ដោយសារតែបើសិនជាអត់មាន sorting hub ហ្នឹងទេការកាត់ឆ្លងវិញហ្នឹងក៏អាចនឹងពិបាកក្នុងការដំណើរការដែរអញ្ចឹងបើសម្លឹងទៅថ្ងៃមុខតើបងគិតថាមានការផ្លាស់ប្ដូរឬមួយក៏ការបង្កើតថ្មីណាមួយដែលត្រូវការជាបន្ទាន់បំផុតសម្រាប់ដើម្បីធ្វើឲ្យឧស្សាហកម្មកាត់ដេរហ្នឹងកម្ពុជាកាន់តែមានចីរភាពទៅថ្ងៃអនាគតមកបាទចំពោះបញ្ហាមួយហ្នឹងគឺតើតើ mainly លើអ្នកបញ្ជាទិញទី1គឺពួកគាត់ត្រូវតែ invented policy ជំរុញឲ្យខាងរោងចក្រដែលជាដៃគូរបស់ពួកគាត់ហ្នឹងក្នុងការកាត់បន្ថយក្នុងការgenerate waste នៅក្នុង production របស់ពួកគាត់ហើយមួយទៀតតើជាមួយនឹងខាងការថា eco design ធ្វើម៉េចគឺយើង design material ឬជាកៅអៅរបស់យើងហ្នឹងគឺ more sustainable ហើយវា generate waste តិចតួចហើយបើយើងនិយាយទៅជាមួយនឹងខាងគោលនយោបាយគឺមួយនេះគឺសំខាន់មែនតើគឺគោលនយោបាយទាំងនៅក្នុងសហគ្រាសក៏ដូចជា
គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញឲ្យមានការកែច្នៃឡើងវិញក៏ដូចជាឲ្យមានការប្រើប្រាស់រដ្ឋផលដែលបើកើតចេញពីរបស់ដែលកែច្នៃឡើងវិញអញ្ចឹងបាទហើយមួយទៀតតើតើជាមួយនឹងខាងដៃគូអភិវឌ្ឍដូចជាខាង GIZ ក៏ដូចជាអង្គការផ្សេងៗស្ថាប័នផ្សេងៗគឺពួកគាត់គួរតែចាប់ផ្ដើមគេថា provide ជា training capacity building ទៅកាន់អ្នកបច្ចេកទេសធ្វើការលើ sector មួយហ្នឹងដើម្បីបណ្ដុះបណ្ដាលធនធាន human resource នៅក្នុងស្រុករបស់ពួកយើងដោយសារតែប្រទេសយើងទូចហើយយើងទើបតែចាប់ផ្ដើមអភិវឌ្ឍអញ្ចឹងយើងត្រូវការ human resource ច្រើនដើម្បីឲ្យធនធានក៏ដូចជាការប្រើប្រាស់ application នៃ circular economy ហ្នឹងនៅក្នុងស្រុកកាន់តែច្រើនបាទចាមែនតើទៅការយល់ដឹងពីប្រព័ន្ធគ្រប់គ្រងកាកសំណល់ហ្នឹងវាសំខាន់មែនតើសម្រាប់តែមិនអាចថារាជរដ្ឋាភិបាលឬមួយក៏អង្គការឬមួយក៏ brand នេះសម្រាប់ទាំងអ្នកប្រើប្រាស់ដូចគ្នាអញ្ចឹងសូមអរគុណបងសម្រាប់ការចែករំលែកចំណេះដឹងមួយពួកយើងថ្ងៃនេះហើយសម្រាប់អ្នកស្ដាប់ទាំងអស់គ្នាចាំជួបគ្នានៅវគ្គក្រោយដែលជាវគ្គចុងក្រោយរបស់ពួកយើងសូមអរគុណ